ជំរាបសួរនិងសួស្តីតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកចេះហែលទឹកអាចអណ្ដែតយ៉ាងងាយស្រួលតែអ្នកមិនចេះហែលទឹកបែរជាលិចទៅវិញចម្លើយគឺស្ថិតនៅលើរូបវិទ្យានិងជីវវិទ្យាដំបូងយើងត្រូវយល់ពីគោលការណ៍ម៉ាស់មៀតឬ density វត្ថុមួយអណ្ដែតបានលុះត្រាតែវាមានម៉ាស់មធ្យមស្រាលជាងទឹកនេះហៅថាគោលការណ៍ Archimedes កម្លាំងរុញឡើងលើនៃទឹកស្មើនឹងទម្ងន់ទឹកដែលរាងកាយយើងបានជំនួសចូលដល់ផ្នែកជីវវិទ្យាវិញសួតរបស់យើងប្រៀបដូចជាពែងប៉ោងអ្នកចេះហែលទឹកដកដង្ហើមវែងៗធ្វើឲ្យសួតពេញដោយខ្យល់ដែលបង្កើនមាឌរាងកាយតែមិនបង្កើនទម្ងន់ទេនេះធ្វើឲ្យម៉ាស់មាឌរួមថយចុះផ្ទុយទៅវិញអ្នកមិនចេះហែលទឹកច្រើនតែភ័យស្លន់ស្លោពេលភ័យពួកគេដកដង្ហើមចេញយ៉ាងលឿនទីតាំងរាងកាយក៏សំខាន់ដែរអ្នកចេះហែលទឹករក្សារាងកាយឲ្យផ្ដេកដែលជួយពង្រាយទម្ងន់និងជំនួសទឹកបានច្រើនអ្នកមិនចេះហែលទឹកច្រើនតែឈរត្រង់បញ្ឈរជើងដោយសារសាច់ដុំជើងហាប់ណែននិងធ្ងន់ជាងទឹកវាទាញរាងកាយចុះក្រោមយ៉ាងលឿនបើយើងមើលច្បាប់ទី3របស់ Newton's third law ពេលអ្នកភ័យស្លន់ស្លោវាយទឹកឡើងលើដើម្បីងើបដកដង្ហើមកម្លាំងនោះនឹងរុញរាងកាយរបស់ពួកគេឲ្យលិចចុះក្រោមវិញការសម្រាកសាច់ដុំគឺជាគន្លឹះភាពស្ងប់ស្ងាត់របស់អ្នកចេះហែលទឹកជួយឲ្យរាងកាយបន្ធូរអារម្មណ៍អុកស៊ីសែនចែកចាយល្អនិងរក្សាភាពអណ្ដែតបានយ៉ាងល្អឥតខ្ចោះសរុបមកការអណ្ដែតមិនមែនជាវេទមន្តទេតែវាគឺជាការគ្រប់គ្រងដង្ហើមទីតាំងរាងកាយនិងភាពស្ងប់ស្ងាត់តាមគោលការណ៍វិទ្យាសាស្ត្រអរគុណសម្រាប់ការទស្សនា